បងប្អូនប្រកាសជាជ្រាបព័ត៌មានហើយកាលពីប្រហែលថ្ងៃនេះគឺមានការធ្វើបាតកម្មយ៉ាងធំធេងនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិកការធ្វើបាតកម្មនេះឡើងគឺដើម្បីប្រឆាំងជាមួយលោក Donald Trump ដែលលោក Donald Trump កំពុងតែបង្កើតច្បាប់ក្នុងការបណ្តេញចេញជនខុសច្បាប់អន្តរប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកពួកបាតកម្មមិនមានការសប្បាយចិត្តជាមួយនឹងការបង្កើតច្បាប់នេះទេហើយពួកគេបានធ្វើបាតកម្មយ៉ាងធំធេងដោយមានការប្រើអំពើហិង្សាហើយក៏ដូចជាគប់ដុំថ្មទៅលើឡានប៉ូលីសជាច្រើនគ្រឿងធ្វើឲ្យមានការខូចខាតផងដែរហើយនឹងឡានដែលគ្មានមនុស្សបើកជាច្រើនគ្រឿងគឺពួកបាតកោបានស្ទាក់ចាប់នៅតាមផ្លូវហើយកំទេចស្ទើរតែតិចទីអស់ហើយឥឡូវនេះលោកប្រធានាធិបតី Donald Trump បានបញ្ជូននៃទាហាន Marine ប្រហែលជា700នាក់បន្ថែមទៀតដើម្បីធ្វើការទប់ស្កាត់ជាមួយនឹងអ្នកតវ៉ាប្រឆាំងនឹងការបញ្ជូនអ្នកខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍គឺលោក Donald Trump បានបញ្ជានៅឆ្មាំសន្តិសុខប្រហែលជា2000នាក់រួចមកហើយដើម្បីធ្វើការទប់ស្កាត់ជាមួយនឹងពួកតវ៉ាក៏ប៉ុន្តែការតវ៉ានេះគឺមានសភាពខ្លាំងក្លាដោយមិនមានការថប់ថយនោះទេដោយបែបនេះហើយបានលោក Donald Trump បានបញ្ជានៅទាហាន700នាក់ទៀតដើម្បីធ្វើការទប់ស្កាត់ជាមួយនឹងអ្នកតវ៉ាបន្តទៀតថាយើងនឹងតាមដាននៅមើលបន្តទៀតថារឿងរ៉ាវក្តៅគគុកនេះនឹងរលត់នៅពេលណា